បងប្អូនជួយស្ដាប់មើលក្រុមហ៊ុនធានារ៉ាប់រងខ្ញុំបង់លុយបាន9ខែជាង$10000អញ្ចឹងរយៈពេលសង្គ្រាមនេះយើងបន្តសុពលភាពកាត់បាញ់លុយមកឲ្យយើងវិញហើយគាត់ថាបើយើងមិនបន្តជាង$10000នោះបានតែ3000ជាងហើយបើយើងបន្តគេថាគេអត់បន្តឲ្យទេដោយសារថាតែឡើងលុយឲ្យគេដោយសារយើងជាទាហានហ្នឹងវាហានិភ័យខ្ពស់អញ្ចឹងបងប្អូនជួយស្ដាប់មើលបានប្រមាណសរុបលុយបងមកបានប្រហែលចំនួន$10970ជា26សេននេះបងចុះបើសិនជាក្រុមហ៊ុនអត់បន្តសុពលភាពឲ្យខ្ញុំដកមកវិញបានទឹកប្រាក់30%នោះចំនួនប្រមាណមកវិញបងទៅការបងក៏ចាប់បានបងនៅថ្ងៃនឹងបន្តតែម្ដងទឹកប្រាក់ដែលបងបានទៅវិញគឺបងទទួលបានប្រហែលចំនួន$3359ជា91សេនបងបញ្ជាក់មួយទៀតបងទៅការបងនៅថ្ងៃហ្នឹងទឹកប្រាក់ដែលបងបានទៅវិញគឺប្រហែលចំនួន$3359.91ចុះបើពេលដែលក្រុមហ៊ុនហៅខ្ញុំឲ្យទៅបាំងខ្ញុំកំពុងតែជាប់ដៃនៅលើភ្នំខ្ញុំទៅអត់បានហើយលុយខ្ញុំបាំងហើយកាត់ម្ដងហើយរួចកាត់បាញ់លុយមកឲ្យខ្ញុំវិញថ្ងៃទី25រួចកាត់ឲ្យខ្ញុំទៅជួបខ្ញុំឡាយជាប់ដៃដល់ពេលខ្ញុំបាំងហើយឥឡូវនេះកាត់លុយខ្ញុំទៅទៀតហើយទៅចាប់បាននឹងតើអាចបន្តបានអត់ព្រោះខ្ញុំចង់បន្តខ្ញុំអត់ចង់បាត់បង់ទេព្រោះខ្ញុំបាំងអស់ជាង10000ហើយបានតែ3000មកវិញខ្ញុំមិនសុខចិត្តបានបងតែបងចាត់ជំការបងផងអញ្ចឹងពីខាងបងគឺមានសិទ្ធិស្មារតីជំការបងថាអាចបន្តក៏យ៉ាងណាទេគាត់ណាបងពួកខាងបងណាដល់ពីជំការបងគឺមានសិទ្ធិក្នុងការបំពេញសំណើជំការរបស់ផ្ទាល់អញ្ចឹងណាបងបាទហើយឥឡូវនេះថ្ងៃនេះទីប្រហែលទេខ្ញុំវាមិនច្បាស់ដែរថ្ងៃនេះតែម្ដងណាគាត់ខលមកប្រាប់ខ្ញុំថាបើខ្ញុំចង់បន្តទៀតតែឡាបកើនលុយពីខ្ញុំធ្លាប់បាំង1220នោះទៅជា1500ជាងអញ្ចឹងក្រុមហ៊ុនមើលម៉ូតូខ្ញុំជិះនេះមើលម៉ូតូខ្ញុំជិះបងបាទម៉ូតូខ្ញុំជិះគឺការអត់មានលុយទិញម៉ូតូថ្មីទេដោយសារតែសំលុយបាំងឲ្យក្រុមហ៊ុនបាទអញ្ចឹងខ្ញុំក៏មិនទាន់ថាក្រុមហ៊ុនណាដែរទុកឱកាសឲ្យខ្លួនឯងដើម្បីឲ្យក្រុមហ៊ុនដោះស្រាយអញ្ចឹងសូមឲ្យក្រុមហ៊ុនជួយដោះស្រាយខ្ញុំអត់ចង់ដាច់ទេខ្ញុំខំសំតេតៈដោយសារតែក្រុមហ៊ុនតែពេលដាច់ទៅខ្ញុំបានប៉ុណ្ណោះអញ្ចឹងគឺទៅវា$1220បាំង15ឆ្នាំវាការខ្ញុំបានតិចបានមកវិញ$20000 15ឆ្នាំតិចប៉ុន្តែខ្ញុំថាជាលុយសំចុះបើក្រុមហ៊ុនខ្ញុំបាំងបាន$10000ជាងកាត់ឲ្យខ្ញុំវិញតែ$3590ប្រមាណ$ហ្នឹងឥឡូវបើសិនជាអត់បន្តឲ្យខ្ញុំទេខ្ញុំសុំតែលុយដើមខ្ញុំវិញ$10000ជាងនោះមកវិញអញ្ចឹងខ្ញុំខំសំណា10ឆ្នាំហ្នឹងសំលុយខែណាបាទអរគុណអញ្ចឹងសូមឲ្យក្រុមហ៊ុនមើលផងជួយដោះស្រាយមកបាទខ្ញុំក៏អត់ទាន់ថាក្រុមហ៊ុនណាដែរបើសិនជាអត់បានដោះស្រាយអាហ្នឹងចាំខ្ញុំប្រាប់ឈ្មោះក្រុមហ៊ុនទៅបងប្អូនបាទអរគុណ